សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺយើងមានរឿងថ្មីប្លែករន្ធត់រសជាតិថ្មីតែម្ដងអញ្ចឹងចង់ដឹងថាសាច់រឿងនេះរន្ធត់ព្រឺព្រួយគួចអរ៉ាប៉ុណ្ណាបងប្អូនមកស្ដាប់ comment មកស្ដាប់ពីគ្មិនយើងអធិប្បាយទាំងអស់គ្នាចង់ដឹងថាសាច់រឿងនឹងភ័យរន្ធត់ប៉ុណ្ណាតើយើងទៅជួបគាត់ទាំងអស់គ្នាសួស្តីបាទសួស្តីថ្ងៃនេះឮថាមានសាច់រឿងប្លែករន្ធត់ជាងសាមុនទៀតមែនទេបាទមានអូខេអញ្ចឹងសូមបង្ហាញជូនទស្សនិកជនយើងតិចណានិយាយទៅរឿងនេះតកតងទៅនឹងអ្នកម្ដាយរបស់ខ្ញុំផ្ទាល់ហើយគាត់នឹងជួបផ្ទាល់តែម្ដងរឿងហ្នឹងនៅរឿងនេះកាលពីគាត់នៅកាលខ្វៀលគោឬក៏ចាំគោអញ្ចឹងណាកាលនេះនៅរឿងក្មេងៗដែរនិយាយទៅរឿងនេះក៏ឡងផុតទៅមិនជាយូរឆ្នាំបានទេអញ្ចឹងណាថ្មីដែរខ្ញុំហ្នឹងជា6-7ឆ្នាំដែរនិយាយហ្នឹងចាជំនាន់ហ្នឹងខ្ញុំនៅដឹកគោហើយយើងខ្ទង់10ឆ្នាំជាងដែរអញ្ចឹងទៅរឿងដឹកគោនេះជួនកាលទៅខ្ញុំទៅជួនកាលគាត់ទៅអញ្ចឹងណាដឹកគោទៅចោលឲ្យគោនឹងប្រហែលជាខ្ទង់4ទេកាលហ្នឹង4មុខ2ក្រោយ2កាលហ្នឹងដឹកហ្នឹងហើយអញ្ចឹងខែហ្នឹងគឺជាខ្ទង់ខែប្រាំងហើយខែប្រាំងចូលខែប្រាំងហើយអញ្ចឹងទៅគាត់ដឹកគោទៅចងជាប្រចាំថ្ងៃអញ្ចឹងណាជាប្រចាំថ្ងៃពេលណាខ្ញុំទៅរៀនទៅក៏គាត់អ្នកដឹកទៅថ្ងៃណាខ្ញុំទៅនេះខ្ញុំដឹកទៅអញ្ចឹងណាឆ្លាស់គ្នាដឹកមួយគាត់បាទដឹកជារៀងរាល់ថ្ងៃរយៈពីម៉ោងទុំ10បន្ទាប់អីចឹងទៅក៏ដឹកទៅចឹងណានឹងអញ្ចឹងដឹករាល់ថ្ងៃនេះគឺអត់មានជប់អីទេគឺធម្មតាអញ្ចឹងណាទស្សនភាពធម្មតាដូចទូទៅដូចរាល់ដងអញ្ចឹងទៅដល់ពេលថ្ងៃនេះថ្ងៃដែលមានដែលគាត់ឃើញហ្នឹងគឺគាត់ចេញគោហ្នឹងទៅមកខ្ទង់10ជាងណាអញ្ចឹងណាអញ្ចឹងដឹកទៅរួមដល់ទីតាំងហ្នឹងគឺខ្ទង់ម៉ោងល្បាក់មិន10ជា2 11ហ្នឹងឯងហ្នឹងគឺក្បែរល្បាក់ហ្នឹងបាក់ថ្ងៃត្រង់ខ្ញុំចាំតែប៉ុណ្្នឹងទេអញ្ចឹងទៅគាត់ដឹកធម្មតាហ្នឹងកន្លែងហ្នឹងឈ្មោះគេហៅថាបន្លែធំអញ្ចឹងណាប៉ុន្តែមិនដឹកកាត់ទឹកទេព្រោះខែប្រាំងវាស្ងួតទឹកអញ្ចឹងដឹកតាមហ្នឹងឲ្យកាត់ទៅឡើងភ្លឺស្រែដឹកទៅគឺថាតើគាត់មើលទៅមុខអញ្ចឹងទៅធម្មតាពេលថ្ងៃអត់សូវមានដើរទេអញ្ចឹងណាវាស្ងាត់មែនទេបាទស្ងាត់ចិត្តទៅមើលទៅមុខទៅគឺអត់មានអីទេអត់មានឃើញអីទេគឺស្លាស់ស្លេវអញ្ចឹងណាឃើញតែគោមួយពីរនេះឆ្ងាយអញ្ចឹងទៅក៏គាត់ដឹកសាក់តែគាត់គោអាកោនេះវាទាញអញ្ចឹងណាវាលក្ខណៈផ្អើលមែនទេនឹងលក្ខណៈដូចផ្អើលអញ្ចឹងទៅក៏គាត់ទាញថាគាត់ស្រែកអញ្ចឹងណាគាត់ងាកទៅក្រោយដល់ពេលគាត់ងាកទៅក្រោយសាក់តែគាត់ងាកមុខវិញឃើញមនុស្សម្នាក់អូនឹងឯមនុស្សអ្នកហ្នឹងគាត់រៀងចំណាស់គាត់ល្បាក់រឿងជ្រាដែរអញ្ចឹងដើរអោនលាកពាក់អីនេះសមែនគាត់ដើរអោនយ៉ាងណាហើយកាយសភាពគាត់ការស្លៀកពាក់របស់គាត់ហ្នឹងរបៀបដូចជាតាចាការអ្នកសិចាំងហ្នឹងអ្នកសិចាំងហ្នឹងស្តៀងចឹងឯងពាក់សហ្នឹងហើយក្បិនណាមានក្បិនហ្នឹងហើយអ្នកសិចាំងតែបើយើងគិតថាបើមនុស្សយើងធម្មតាកម្រក្បិនត្រូវយើងធម្មតាគឺពាក់ខោធម្មតាបើបីអាចារ្យក៏គាត់ខោខ្មៅគាត់ពាក់អាចារ្យធម្មតាដែរតែនោះគឺក្បិនខ្មៅហើយអាវសហើយមានឈុតច្រត់មួយដើរត្រុកអោនអញ្ចឹងលក្ខណៈដូចគាត់ឈឺចង្កេះបានឈឺដើរនឹងមុខគោនឹងគោវាអបអញ្ចឹងណាដល់ទៅថាគាត់ប្រើភ្នែកទៅដឹកគាត់ចិត្តអឺតមើលអញ្ចឹងណាប៉ុន្តែរឿងមួយដែលគាត់គិតថាចម្លែកខុសពីមនុស្សធម្មតាដោយសារដំណើរមនុស្សចាស់ដែលអាយុច្រើនដូចជាខ្ទង់78អី90ហ្នឹងដែលលឿនហ្នឹងហើយដែលលឿនក្មេងចាប៉ុន្តែគាត់ដើរអត់ទាន់ទេតែគាត់ក៏ដើរអត់ទាន់ដែរអញ្ចឹងមានមួយតែយើងដេញគោមកទៅអត់ទាន់គាត់ដែរហ្នឹងដើរលឿនណាបាទហ្នឹងជារឿងមួយចម្លែកអញ្ចឹងដល់អញ្ចឹងទៅគោចេះតែផ្អើគាត់ក៏ទាញក្លែកទៅក្លែកតែបន្តិចហ្នឹងវិញគឺបាត់មកអត់ឃើញគាត់ដើរវាមកទៀតអត់ឃើញទេអញ្ចឹងមកថាមានតែក្រៅពីហ្នឹងខ្ញុំចិត្តគាត់ចាតែគាត់មិនអស់ចិត្តគាត់ចង់ឈ្នះគឺគាត់សុខចិត្តដោមគោហ្នឹងអាខ្សែមិនទាន់ខ្សែចំណងទេអាខ្សែដឹកធម្មតាហ្នឹងខ្លីៗហ្នឹងគាត់ដោមនឹងចងគោជាប់សិនគាត់ដើររមើលមកគាត់អស់ចិត្តពេលរទៅឃើញអត់ចាអត់ឃើញទេហើយនៅក្នុងវាលហ្នឹងគឺរៀងស្លាស់មិនមែនព្រៃទេតែថាវាលស្លាស់អញ្ចឹងមានដំណោតតែ4-5ទេកណ្ដាលវាលអញ្ចឹងតែអត់មានព្រៃស្ដុកទេមែនដើមឈើតិចតួចមែនទេមានដំណោតធំដែរប៉ុន្តែមាន4-5ដើមទេនៅមុខគាត់ហ្នឹងអញ្ចឹងគាត់ដើររកជុំវិញអស់គឺអត់មានឃើញទេដើររកជុំវិញអត់ណៅក្លែកមើលហើយធម្មតាមនុស្សចាស់គេមិនដែលលឿនថាហ្នឹងត្រូវនេះគឺបាត់ភ្លាមហើយយើងដើររកភ្លាមគឺអត់ឃើញ
ពួកឯងមនុស្សចាស់តែគាត់ដើរជួយចកេះគាត់ដើរលឿនដែរមែនទេចឹងលក្ខណៈដូចអ្នកសច្ចាំងនេះអីចឹងណា ចឹងទៅគាត់ដាក់រមាត់ឃើញគាត់សន្និដ្ឋានថាប្រកាសជាអវិញ្ញាណហើយតែគេចង់យើងឃើញចឹងហ្នឹងតែគេមកល្អណាហ្នឹងហើយប៉ុន្តែក្រោយពីនឹងមកគាត់ចង់គោរួចគាត់ទៅផ្ទះវិញគាត់លើដំណឹងថាមានអ៊ំម្នាក់ស្លាប់តែគាត់ស្គាល់អត់គាត់ស្គាល់អ្នកភូមិតែមើលទៅរឿងផាកផាយភិនភាឬមើលគោហ្នឹងគាត់ផាកផាយតែខ្ញុំមិនចាំឈ្មោះអ៊ំហ្នឹងទេតែគាត់ថាផាកផាយអ៊ំហ្នឹងឯងគាត់ប្រងនឹងហៅទៀតនោះតែសាគោវាផ្អើលហៅអត់តន់ក៏បាត់មនុស្សទៅអញ្ចឹងទៅក៏ស្រាប់តែគាត់មកភូមិវិញហ្នឹងគាត់ចង់កោឲ្យមកភូមិវិញក៏ឮដំណឹងថាស្លាប់ទៅហើយគេហ្នឹងគេចាក់មីក្រូបន្សាប់ចឹងធម្មតាហ្នឹងចាំមានថាវិញ្ញាណគាត់មកបាទនៅបច្ចេកដនហើយធម្មតាមនុស្សចាស់នៅស្រុកគាត់តែងតែទៅមើលស្រូវចឹងមិនថាម្ដាយខ្ញុំឬក៏បងប្អូនចាស់ៗដទៃទៀតទេគឺគាត់តែងតែទៅអឺតស្រែគាត់ជារៀងរាល់ថ្ងៃចាស់ពីដើមចានឹងហើយអ៊ំម្នាក់ដែលស្លាប់ក៏គាត់អាសាទៅអោតដែរហើយស្រែរបស់គាត់ហ្នឹងគឺនៅដុំនឹងឯងដុំដែរនៅចិត្តគ្នាមែនទេដុំណាម្ដាយរបស់ខ្ញុំទៅចងកូនអូស្រែរបស់គាត់សាទៅអឺតចឹងជីកងត្រង់ទៅបាទអញ្ចឹងរឿងហ្នឹងមានតែប៉ុណ្្នឹងទេមានតែបងប្អូនសាច់រឿងចាបងប្អូនអរគ្នាអញ្ចឹងគឺសម្រាប់សាច់រឿងយើងគឺមានតែប៉ុណ្្នឹងអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់ទាន់ជួយចុច Subscribe Channel អតីតកាលចុចម្នាក់មួយទៅដើម្បីបានវីដេអូថ្មីប្លែកៗរន្ធត់អញ្ចឹងយើងខ្ញុំនឹងស្វែងរកវីដេអូណាដែលភ័យរន្ធត់ដោយបងប្អូនស្ដាប់ទៅជក់ចិត្តដិតអារម្មណ៍ណាអញ្ចឹងសម្រាប់រឿងយើងគឺមានតែប៉ុណ្្នឹងណាអរគុណជម្រាបលាបាយបាយ